បាទសូមជម្រាបសួរបងប្អូនសិស្សានុសិស្សដែលកំពុងទស្សនាវីដេអូរបស់លោកគ្រូថ្ងៃនេះយើងចូលមកដល់វីដេអូថ្មីមួយទៀតហើយចូលបន្តទៅការសិក្សាលើមេរៀនថ្នាក់ទី7មុខវិជ្ជាភាសាខ្មែរហើយថ្ងៃនេះយើងចូលមកដល់មេរៀនបន្ទាប់គេហៅថាសមត្ថភាពអំណាចនិយាយពីអំណាចណាបងប្អូនអញ្ចឹងរឿងយើងថ្ងៃនេះអូនឃើញចំណងជើងគឺរឿងអីនេះបាទចំណងជើងរបស់យើងអូនដឹងទេអូនគ្រាន់តែឃើញអូនអាចចាប់អារម្មណ៍ហើយអូខេរឿងយើងចំណងជើងថាណាគឺរឿងណាកុកនិងក្អែកហើយណាសត្វកុកបងប្អូនស្គាល់ទេបាទមួយណាកុកមួយណាក្អែកបាទយើងគ្រាន់តែឮកអុកនិងកហ្នឹងគឺថាកុកហ្នឹងប្រកបណាគឺជាសត្វដែលមានណាកវែងអញ្ចឹងនេះហើយកុករីឯក្អែកគឺពណ៌វាខ្មៅបាទអញ្ចឹងកុកនិងក្អែកតាមរយៈរូបភាពនេះអូនឃើញហើយថាគេបានបង្ហាញណាកុកនិងក្អែកនេះនៅនឹងសំបុកកុកក៏នៅនឹងសំបុកហើយក្អែកក៏នៅនឹងសំបុកសត្វទាំងពីរនេះគឺថានៅសំបុកចិត្តអីបងប្អូនគឺនៅសំបុកចិត្តគ្នាបាទហើយប៉ុន្តែខុសគ្នាត្រង់ថាសំបុកកុកមានអីនេះមានពងបាទមានពងរីឯក្អែកមានសំបុកប៉ុន្តែអត់ពងហើយគេរស់នៅក្នុងព្រៃប៉ុន្តែនៅចិត្តព្រៃហ្នឹងយើងសម្លឹងមើលទៅលើអីគេទៅលើនោះមើលអីគេនេះគឺផ្ទះណារបស់ប្រជាពលរដ្ឋរបស់អ្នកភូមិអញ្ចឹងគឺមានផ្ទះសម្បែងមិនដឹងថារឿងហ្នឹងដំណើរការនៃសាច់រឿងក៏ដូចជាមានភាពបតិកលាគ្នាយ៉ាងម៉េចរវាងកុកនិងក្អែកហើយរវាងផ្ទះអ្នកភូមិដែលកុកនិងក្អែកគេនៅជិតគ្នាចាំមើលថាអត្ថន័យក្នុងសាររឿងបែបណាយើងនឹងទៅសិក្សាលើអត្ថបទរឿងរបស់រឿងនេះតែម្ដងប៉ុន្តែគ្រាន់តែថាយើងគ្រាន់តែមើលរូបភាពទៅក៏យើងដឹងថាល្អមើលដែរមើលទៅណាបងប្អូនទាំងអស់គ្នាបាទនេះគឺសត្វកុកនេះគឺសត្វក្អែកហើយគេនៅចិត្តគ្នានៅក្នុងព្រៃមើលទៅត្រជាក់ភ្នែកមែនតើអញ្ចឹងចង់ដឹងថារឿងនេះយ៉ាងណាអូនទៅរីករាយទស្សនាក៏ដូចជាធ្វើការអានអត្ថបទក៏ដូចជាទស្សនាវីដេអូលោកគ្រូណាទាំងអស់គ្នាហើយធ្វើការទស្សនាយកចិត្តទុកដាក់ជាមួយនឹងកាន់នៅសិភៅណាភ្ជាប់សិភៅជាមួយផងដើម្បីងាយស្រួលណាបងប្អូនងាយស្រួលហើយអូនត្រូវកាន់សិភៅមានខ្មៅដៃឬក៏មានប៊ិចឬក៏សិភៅសរសេរនោះកាន់មកហើយបើកសិភៅពុំណាទំព័រទីណា18ដើម្បីត្រៀមណាអានជាមួយលោកគ្រូអូខេអញ្ចឹងលោកគ្រូចាប់ផ្ដើមអានតែម្ដងអូខេមានដំណើរថាក្អែកនិងកុកបានធ្វើសម្បុកពងនៅចិត្តគ្នាលើដើមស្រឡៅដ៏ខ្ពស់មួយមិនឆ្ងាយប៉ុន្មានពីភូមិអ្នកស្រុករាល់ថ្ងៃសត្វទាំងពីរតែងតែរកចំណីទីតីពីគ្នាកុកតែងហើរទៅឆ្ងាយរកទឹកបឹងបួស្ទឹងព្រែកដើម្បីរកចំណីជារៀងរាល់ថ្ងៃចំណែកឯក្អែកវាមិនហើរទៅណាឆ្ងាយណាពីផ្ទះអ្នកស្រុកទេវាតែងចាំមើលឲ្យតែមនុស្សណាហាលសាច់ឬហាលពងមាន់ពងទាណាសំទោសឬឃើញពងមាន់ពងទានិងអ្វីផ្សេងទៀតដែលអ្នកស្រុកຕົកប្រហែសវាបោះពួយទៅឆក់យកមកបានជាចំណីមួយចំអែតក្រពះបាទអញ្ចឹងគឺឃើញការរកស៊ីដំបូងគឺចេញមកគឺការរកស៊ីចិញ្ចឹមជីវិតហ្នឹងគឺខុសគ្នាតែម្ដងកុកគេចិញ្ចឹមណាជីវិតដោយការហាលទៅរកបឹងបួស្ទឹងព្រែកបន្លាយអីចឹងចំណែកឯក្អែកគេចាំតែលួចរបស់ណាឆក់ណារបស់អ្នកភូមិអ្នកស្រុកហ្នឹងដែលហាលទុកចោលចឹងបាទជុំបន្ទាត់អត្ថបទសរសេរតពេលមួយក្រោយពេលត្រឡប់មកពីរកចំណីសត្វទាំងពីរសាកសួរគ្នាអំពីរបរចិញ្ចឹមជីវិតរាល់ថ្ងៃគេទាំងពីរក៏បាននិយាយប្រាប់គ្នាពីរបៀបពីរបររៀងៗខ្លួនក្រោយបានដឹងពីរបររបស់ក្អែកកុកក៏និយាយទៅកាន់ក្អែកថាបងក្អែកល្មមឈប់ណាទៅរកចំណីឯភូមិណាអ្នកស្រុកសូមលោកគ្រូសូមបន្តទៀតឯភូមិអ្នកស្រុកទៀតទៅការលួចឆក់គេមិនមែនជារបរល្អសម្រាប់ចិញ្ចឹមជីវិតនោះទេខ្លាចក្រែងថ្ងៃណាបងជួបគ្រោះថ្នាក់គួរណាស់តែបងស្វែងរកចំណីតាមសមាជីវោទើបណាជាការប្រសើរឬសម្ដីកុកដាស់តឿនដូចនេះក្អែកដូចនេះលោកគ្រូអានវល់តែច្រឡំបន្តិចបាទក្អែកខឹងណាស់រួចពោលទាំងកំហឹងថាណែបងកុកការរកចំណីឬប្រកបមុខរបរបែបណានោះវាជារឿងរបស់យើងម្នាក់ទេមិនតាក់ទងនឹងការរកចំណីរបស់បងទេខ្ញុំមិនទៅដណ្ដើមណាចំណីរបស់បងឯណាកុកតបការនិយាយបែបនេះមិនមែនមានន័យថាខ្ញុំខ្លាចបងក្អែកឯង
đàn đám chấm này rư có mốc nè rồi bỏ trong nụ tê nhom như vậy bài ní không niêm chỉ nè chật kháng rộp án khía nhom khai cái bóng miền cá chụp rúa rụt nè cái lư cục như vậy bài ní có top từ vĩnh trang cầm hàng thả dương nơi chật khía chia nè không phong rồi bong chỉ mũi khía men tại ca rục xí vía chia rương sen khía công chăm bát trẻ đằng chọn nhé chọn những ốt đắng này lại chọn những cư miền sầm đấy to tiết còn té cái ót xó xì hay cái khăn mà chọn rồi có chọn riấy nữa nè mà chỗ mình toát sẽ tó cốc cùng mọtហើយសัตว์ទាំងពីរក៏សំងំដេករៀងខ្លួនទៅខាន់ក្រោយមកក្អែកនៅតែប្រកបរបរដូចមុនដដែលរសៀលថ្ងៃមួយក្អែកហើរទៅរកណាទៅឃើញបរិសម្នាក់កំពុងហាលសាច់លើពំនុកចំបើងក្បែរផ្ទះបរិសនោះមិនទាន់បានដើរចេញទៅណាឆ្ងាយផងក្អែកក៏ហើរក្រឡឹងធ្វើឲ្យបរិសនោះដឹងពីបំណងរបស់ក្អែកព្រោះខ្លួនបាត់ណាសាច់ហាលស្ទើរតែរាល់ថ្ងៃបន្តិចទៀតក្អែកត្រូវពនួងរបស់គេហើយណាបងប្អូនឃើញទេបាទព្រោះណាបាត់រាល់ថ្ងៃអញ្ចឹងមិនទៀតបរិសនោះកាន់ដំបងពួនណាចាំគប់ក្អែកល្ងងខ្លៅក៏ចុះទៅណាចុះពំណាពំទុំចឹកសាច់ណាចុះពំចុះទុំចឹកសាច់ចឹកពំសាច់ហៀបនឹងទទះស្លាបហើក៏ត្រូវនឹងដំបងរបស់មូនដល់នោះជើងម្ខាងបាក់ជើងម្ខាងនាពេលនោះទៅក្អែកខំប្រឹងហើរយ៉ាងត្រដាបត្រដួសកិច្ចពីការប្រហាររបស់បុរសទាំងឈឺចាប់សម្ដៅទៅរកលំនៅឋានរបស់ខ្លួនពេលល្ងាចកុកត្រឡប់មកពីរកចំណីវិញឃើញក្អែកត្រូវរបួសដេកធ្ងោក្នុងសម្បុកកុកក៏សួរក្អែកពីមូលហេតុដែលបណ្ដាលឲ្យណាមានរឿងហេតុកើតឡើងក្អែកក៏ប្រាប់រឿងរ៉ាវណារាយរាប់ដំណើររឿងប្រាប់កុកនិយាយនេះមកពីបងមិនស្ដាប់ខ្ញុំបើបងស្ដាប់ខ្ញុំមិនមានរឿងបែបនេះឡើយកុករស់នៅយ៉ាងណាសំទោសក្អែករស់នៅយ៉ាងត្រដាបត្រដួសទម្រាំដល់ពេលជើងរបស់ខ្លួនបានជាសះស្បើយវិញអូខេអញ្ចឹងឃើញតាមរយៈអត្ថន័យនៃរឿងនេះគឺយើងអានទៅអ្នកណាប្រកបរបរចិញ្ចឹមជីវិតដោយសុចរិតប្រកបណាទទួលបាននូវសេចក្តីសុខប៉ុន្តែបើអ្នកណាប្រកបនៅរបរមិនសុចរិតដើរលួចឆក់ប្លន់គេតែងតែជួបគ្រោះភ័យដល់ខ្លួនអញ្ចឹងបាទនេះសំណាងហើយដែលក្អែកត្រូវតែមួយដំបងបាក់ជើងបើសិនជាបរោះនោះវាយណាចំក្បាលអីទៅមិនស្លាប់ខ្លាយទៅជាសាច់អាំងរបស់អ្នកបរោះនោះបាត់ហើយបរោះនោះនឹងយកទៅបោចរោមស្អាតប្រឡាក់អាំងបណ្ដោយបាទបងប្អូនណាយ៉ាងឯងបានថាកុំឲ្យរោគរបរណាដែលវាប៉ះពាល់ណាដល់អាយុជីវិតរបស់យើងអូខេបងប្អូនសំណួររបស់យើងមានប្រមាណសំណួរនេះគឺមាន6សំណួរអញ្ចឹងតាមរយៈការអាននេះគឺថាអូនបានយល់ទេសាច់រឿងប្រហែលជាអូនយល់ច្រើនអញ្ចឹងសំណួរទី1របស់យើងណាទី1តើកុកនិងក្អែកមានមុខរបរចិញ្ចឹមជីវិតដូចម្ដេចបាទសំណួរទី2តើកុកដាស់តឿនក្អែកដូចម្ដេចខ្លះបាទដាស់តឿនថាម៉េចយើងអានមិញអូនអាចរៀនឆ្លើយមើលបាទហើយសំណួរទី3តើក្អែកឆ្លើយតបទៅកុកវិញដូចម្ដេចខ្លះដែរឆ្លើយតបយ៉ាងម៉េចបងប្អូនបាទសំណួរទី4តើរឿងនេះអប់រំដូចម្ដេចខ្លះសំណួរទី5តើចូលបង្ហាញពីកន្លែងប្រើចំណុចរាយក្នុងអត្ថបទដោយប្រាប់ន័យរបស់វាផងណាចំណុចរាយលោកគ្រូអានមិញឃើញជួបណាហើយប៉ុន្តែយើងត្រូវដឹងន័យគេមានន័យថាម៉េចកន្លែងគេដាក់ចំណុចចុចរាយហ្នឹងណាហើយសំណួរទី6ប្រសិនបើអ្នកវិញណាក្រោយពីឮសម្ដីរបស់កុកនេះតើអ្នកធ្វើដូចក្អែកឬទេបាទហើយព្រោះអ្វីអញ្ចឹងអូនឃើញទេសំណួរមានដល់ទៅ6សំណួរហើយសំណួរសុទ្ធតែល្អដែលអាចឲ្យយើងទាញយកនៅតម្លៃអប់រំស្នូលនៅក្នុងសាច់រឿងហ្នឹងយកមកដាក់ដើម្បីអនុវត្តណាតាមកុកឬក៏តាមណែក្អែកបងប្អូនដឹងទេណាបាទអញ្ចឹងយើងចូលទៅសិក្សាទៅលើគេហៅថានេះតែម្ដងនៅក្នុងចម្លើយតែម្ដងលោកគ្រូសូមបង្ហាញចម្លើយតែម្ដងដើម្បីឲ្យបងប្អូនណាងាយយល់ក៏ដូចជាបានកែងលត់ថាបងប្អូនចង់កត់អីចូលទៅក្នុងសៀវភៅអីណាកុំឲ្យពិបាកស្មុគស្មាញច្រើនដោយសារតែយើងរៀនតាមអនឡាញចឹងឯងអញ្ចឹងយើងសង្ឃឹមថាបងប្អូនមេត្តាកត់ណាអញ្ចឹងសំណួរទី1ចម្លើយតែម្ដងទៅណាអូខេកុកនិងក្អែកមានមុខរបរចិញ្ចឹមជីវិតខុសគ្នាទី1បាទក្អែកប្រកបរបរទុច្ចរិតណាទៅណាមិនឆ្ងាយពីអ្នកភូមិអ្នកស្រុកនោះទេវាតែងតែណាចាំមើលឲ្យតែមនុស្សហាលសាច់ឬអីបងប្អូនបាទនេះឬ
ណាដាក់ពងមាន់ពងទានិងអ្វីៗផ្សេងទៀតដែលអ្នកស្រុកទុកប្រហែសវានឹងបោះពួយទៅឆក់យកមកធ្វើជាចំណីបាទចំណែកឯកុកវិញគឺគេរកស៊ីដោយសុចរិតមិនមែនទុច្ចរិតទេផ្ទុយគ្នាណាទុច្ចរិតអំពើអាក្រក់សុចរិតអំពើល្អតែងហើរទៅរកណាបឹងបួព្រែកស្ទឹងឆ្ងាយដើម្បីរកចំណីដោយខ្លួនឯងបាទសំណួរទី2ចម្លើយកុកបានដាស់តឿនក្អែកថាបងក្អែកណាល្មមឈប់ទៅរកចំណីឯណាភូមិអ្នកស្រុកទៀតទៅព្រោះថាការលួចឆក់គេហ្នឹងមិនមែនជារបរល្អណាសម្រាប់ចិញ្ចឹមជីវិតនោះទេព្រោះខ្លាចថ្ងៃណាមួយជួបគ្រោះថ្នាក់គួរណាស់តែបងស្វែងរកចំណីតាមសមាជីវោទៅប្រសើរជាងសមាជីវោហ្នឹងអីគេបងប្អូនសមាជីវោហ្នឹងគឺថាទៅតាមលទ្ធភាពណាទៅតាមអ្វីដែលយើងមានឧទាហរណ៍យើងមានលុយចាយមួយថ្ងៃ200ឬក៏500ឬក៏1000ឬក៏1500 2000យើងទៅតាមសមាជីវោតាមលក្ខណៈគ្រួសាររបស់យើងអត់មានសិទ្ធិទៅលួចលុយគេបន្ថែមដើម្បីយកមកចាយអីនោះទេណាបងប្អូនបាទអញ្ចឹងចូលដល់ទី3ចម្លើយណាក្អែកឆ្លើយតបទៅកុកវិញថាណែបងកុកបងណាការរកចំណីឬក៏ប្រកបមុខរបរបែបណានោះវាជារឿងរបស់ណាយើងម្នាក់ទេណាខ្ញុំមិនទៅដណ្ដើមចំណីរបស់បងឯណាអញ្ចឹងថាក្អែកណែឆ្លើយតបទៅកុកវិញហើយកុកក៏ឆ្លើយដែរសំរុំដូចយើងនៅអានអត្ថបទណាបាទគេទូមានណាស្ដាប់គេទេបាទអញ្ចឹងលំហាត់អូនសំណួរទី4គឺថាអប់រំឲ្យខ្លះគឺយើងទទួលបានការអប់រំតាមរយៈសាច់រឿងកុកនិងក្អែកគឺយើងមានន័យថាឲ្យយើងប្រកបរបរចិញ្ចឹមជីវិតហ្នឹងទៅដោយសុចរិតទៀងត្រង់ទើបបានសេចក្តីសុខហើយជៀសវាងណានៅគេហៅថារបរទុច្ចរិតព្រោះវានាំឲ្យមានគ្រោះទុកទោសដល់ខ្លួនណាបងប្អូនបាទមួយទៀតគឺឲ្យយើងចេះស្ដាប់តាមការពន្យល់ណែនាំរបស់អ្នកដទៃដែលមានបំណងល្អចំពោះយើងមិនត្រូវប្រកាន់មានចិត្តមានះរឹងតឹងណារឹងតឹងឬក៏យល់ថាអំពើដែលខ្លួនធ្វើសុទ្ធតែត្រូវសុទ្ធតែល្អទាំងអស់នោះឡើយបាទអញ្ចឹងយើងត្រូវចេះស្ដាប់ណាគេឯងផងអូខេសំណួរទី5ចូលបង្ហាញទីកន្លែងដែលជាពីចំណុចរាយនៅក្នុងវេយ្យាករណ៍ណាគេហៅថាវេយ្យាករណ៍ចំណុចរាយឬសញ្ញាចុចរាយហ្នឹងប្រាប់ពីន័យផងអញ្ចឹងនៅក្នុងនេះយើងឃើញទេបង្ហាញពីត្រង់ដែលអត្ថបទហ្នឹងគឺមានសញ្ញាចុចរាយត្រង់នេះក្អែកនិងឬគុកនិយាយបែបនេះក៏តបទៅវិញទាំងកំហឹងថាយើងនៅចិត្តគ្នាជាអ្នកភូមិផងរបងជាមួយគ្នាតែងតែរកស៊ីណាតែងតែរកស៊ីវាជារឿងណាផ្សេងគ្នាបងណាបងអីគេនេះបងកុំចាំបាច់ចេះដឹងបង្ហាញណាពីស្ថានភាពអារម្មណ៍កំហឹងរបស់សត្វក្អែកនេះឃើញទេអានេះជាចំណុចដែលជាបំណងដែលនៅក្នុងសញ្ញានេះសញ្ញាចុចនេះបាទចុចនេះណាអូខេអញ្ចឹងបងប្អូនយល់ហើយអញ្ចឹងគ្រូសូមបន្តទៅសំណួរទី6តែម្ដងប្រសិនបើណាយើងបងប្អូននេះជាកុកវិញជាក្អែកវិញក្រោយពីយើងស្ដាប់សម្ដីកុកយើងបងប្អូនណាខ្ញុំមិនណាទៅធ្វើដូចក្អែកទេព្រោះកុកបានណែនាំក្អែកឲ្យប្រកបរបរចិញ្ចឹមជីវិតត្រឹមត្រូវដើម្បីជៀសវាងណាគ្រោះថ្នាក់ដើម្បីជៀសវាងណានៅគ្រោះថ្នាក់ដល់ខ្លួនអូខេអញ្ចឹងមានន័យថាយើងមិនត្រូវទៅធ្វើទង្វើដូចក្អែកទេបាទយើងត្រូវដឹងថាវាមានបញ្ហាដល់អាយុជីវិតអីចឹងណាបងប្អូនបាទអូខេអញ្ចឹងលោកគ្រូសន្មតថាអូនយល់បានជាមួយនឹងសាច់រឿងកុកនិងក្អែកសរុបមកវិញយើងឃើញថារឿងកុកនិងក្អែកនេះបានផ្ដល់តម្លៃអប់រំយ៉ាងជ្រាលជ្រៅដល់បងប្អូនណាពិសេសគេឲ្យយើងយកគំរូតាមណាសត្វកុកដែលជាសត្វណាដែលជាសត្វអីគឺសត្វចិញ្ចឹមជីវិតដោយត្រឹមត្រូវណាមិនទៅរួចឆក់ប្លន់ណាអ្នកភូមិដូចក្អែកនេះទេចុងក្រោយត្រូវគេវាយបាក់ជើងអញ្ចឹងណាបាទជើងបាក់ឲ្យដេកធ្ងោឈឺអញ្ចឹងទៅអូខេបងប្អូនអាចយល់បានហើយអញ្ចឹងទេលោកគ្រូសូមឲ្យបងប្អូនកត់នៅមេរៀនណាគឺពិសេសគឺចម្លើយនឹងតែម្ដងសំណួរចម្លើយហ្នឹងសូមបងប្អូនកត់ឲ្យបានស្អាតមានប៊ិចក្រហមប៊ិចខៀវណាពីទី1ដល់ទី6ហើយបើបានល្អទេគឺថតដាក់ក្នុង comment ឲ្យលោកគ្រូមើលផងចង់ដឹងបងប្អូនរៀនហ្នឹងពិតប្រាកដអត់បាទកុំឲ្យស្ដាប់មើលបានតែមើលណាអូខេបងប្អូនកុំភ្លេចជួយធ្វើការងារឪពុកម្ដាយនៅពេលទំនេរហើយក៏ប្រឹងប្រែងរៀនសូត្រណាដើម្បីធ្វើការជាគុណល្អជាសិស្សល្អហើយនឹងជាពលរដ្ឋល្អអញ្ចឹងអរគុណសម្រាប់ការទស្សនាវីដេអូនេះរីករាយទស្សនានៅវីដេអូបន្តជម្រាបលាបងប្អូនបាទ